ณะប្រតិភូអ៊ីរ៉ង់ស្នើឲ្យប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំសុំទោសអ៊ីរ៉ង់ជាមុនសិនមុនបន្តការចរចាគ្នាដើម្បីឈានទៅរកការបញ្ចប់សង្គ្រាមខណៈអ៊ីរ៉ង់ថាសារគំរាមរបស់លោកត្រាំចង់វាយប្រហារអ៊ីរ៉ង់ជាថ្មីនេះជាការប្រមាថមើលងាយដល់ភាគីអ៊ីរ៉ង់យ៉ាងធ្ងន់ធ្ងរនៅថ្ងៃទី22ខែមិថុនានេះទីភ្នាក់ងារសារព័ត៌មានអាល់ម៉ាយ៉ាដែនបានរាយការណ៍ថារដ្ឋាភិបាលអ៊ីរ៉ង់បានប្រកាសថាខ្លួននឹងមិនចូលរួមក្នុងការចរចាជាផ្លូវការជាមួយសហរដ្ឋអាមេរិកទេរហូតដល់ប្រធានាធិបតីដូណាល់ត្រាំសុំទោសជាមួយសារគំរាមកំហែងរបស់គាត់ដែលចង់វាយប្រហារលើអ៊ីរ៉ង់សារជាថ្មីរដ្ឋបាលទីក្រុងតេហេរ៉ង់បាននិយាយថាភាគីអ៊ីរ៉ង់ពិតជាហួសចិត្តចំពោះសារគំរាមរបស់លោកត្រាំដែលចង់វាយអ៊ីរ៉ង់ម្ដងទៀតគណៈភាគីទាំងពីរបានព្រមព្រៀងចុះហត្ថលេខាជាផ្លូវការលើបទឈប់បាញ់នៅប្រទេសស្វីសលើពីនេះរដ្ឋាភិបាលអ៊ីរ៉ង់បានបង្កើនលក្ខខណ្ឌតឹងរឹងរបស់ខ្លួនបន្ថែមទៀតសម្រាប់ការចរចាដោយបញ្ជាក់ថាការទាមទាររបស់អ៊ីរ៉ង់មិនត្រឹមតែកំណត់ចំពោះបទឈប់បាញ់នៅលីបង់ប៉ុណ្ណោះទេអាមេរិកក៏ត្រូវតែដាក់សម្ពាធលើយោធាអ៊ីស្រាអែលឲ្យដកកងទ័ពទាំងអស់របស់ពួកគេចេញពីភាគខាងត្បូងប្រទេសលីបង់ផងដែរទន្ទឹមនេះទីភ្នាក់ងារសារព័ត៌មានអាល់ហាដេតបានរាយការណ៍ថាទោះបីការចរចាជាផ្លូវការបានជាប់គាំងក៏ដោយការទំនាក់ទំនងរវាងភាគីទាំងពីរមិនត្រូវបានកាត់ផ្តាច់ទាំងស្រុងនោះទេគឺការពិភាក្សាក្រៅផ្លូវការនៅតែបន្តតាមរយៈក្រុមអ្នកសម្របសម្រួលនៅប្រទេសស្វីសដើម្បីព្យាយាមស្វែងរកដំណោះស្រាយចំពោះវិបត្តិសង្គ្រាមបន្ថែមពីនេះភាគីអ៊ីរ៉ង់ស្នើយ៉ាងទទូចឲ្យរដ្ឋាភិបាលអាមេរិកតាមរយៈលោកដូណាល់ត្រាំត្រូវធ្វើយ៉ាងណាដាក់សម្ពាធលើយោធាអ៊ីស្រាអែលឲ្យបញ្ឈប់សកម្មភាពវាយប្រហារលើក្រុមហេបូឡានៅប្រទេសលីបង់ជាពិសេសនោះស្នើឲ្យប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំត្រូវចេញមុខសុំទោសដល់ភាគីអ៊ីរ៉ង់ដែលចេញសារម្ដងជាពីរដងឌឺដងអ៊ីរ៉ង់ដោយគំរាមថាអាមេរិកនឹងវាយប្រហារលើអ៊ីរ៉ង់ម្ដងទៀតគណៈប្រតិភូអ៊ីរ៉ង់គឺលោកមហាម៉ាត់កាលីបាហ្វដែលជាប្រធានកិច្ចចរចានិងរដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់លោកអាល់បាសអារ៉ាឈីបានដើរចេញពីតុចរចាភ្លាមក្រោយទទួលបានសារគំរាមរបស់ប្រធានាធិបតីត្រាំពួកគេថានេះជារឿងដែលហួសចិត្តនិងមិនអាចទទួលយកបាននោះទេខណៈដែលភាគីទាំងពីរបានយល់ព្រមចុះហត្ថលេខាលើអនុសារណៈយោគយល់គ្នារួចហើយកំពុងចរចាគ្នានៅប្រទេសស្វីសថែមទៀតប៉ុន្តែមិនគួរណាប្រធានាធិបតីដូណាល់ត្រាំចេញសារគំរាមបែបនេះទេគឺវាធ្វើឲ្យប៉ះពាល់ដល់ការចរចាគ្នាដើម្បីឈានទៅរកការបញ្ចប់សង្គ្រាមខណៈសង្គ្រាមបានអូសបន្លាយជិត4ខែមកនេះគ្មានអ្នកឈ្នះគ្មានអ្នកចាញ់យ៉ាងនេះក្តីនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកប៊ែនចាមីនបានប្រកាសជំហរយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងការទាមទារទាំងនេះរបស់អ៊ីរ៉ង់ដោយបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថាយោធាអ៊ីស្រាអែលនឹងនៅតែឈរជើងនៅភាគខាងត្បូងប្រទេសលីបង់លោកប៊ែនចាមីននេតានយ៉ាហ៊ូបានលើកឡើងថាយោធាអ៊ីស្រាអែលមិនស្ដាប់តាមនរណាទាំងអស់គឺយោធាអ៊ីស្រាអែលនឹងបន្តវាយប្រហារលើក្រុមភេរវកហេបូឡាដែលកំពុងឈរជើងនៅភាគខាងត្បូងប្រទេសលីបង់លោកប៊ែនចាមីនបញ្ជាក់ថាយោធាអ៊ីស្រាអែលនឹងមិនបញ្ចប់ការវាយប្រហារលើក្រុមហេបូឡានៅលីបង់នោះទេប្រសិនបើពួកគេនៅតែជាសត្រូវគំរាមកំហែងដល់សន្តិសុខសុវត្ថិភាពនិងប្រជាធិបតេយ្យរបស់អ៊ីស្រាអែល